បងប្អូនខ្ញុំមកដល់ផ្សារទំនើបក្បែរផ្ទះហ្នឹងគេមានពេទ្យដូចនេះយើងនៅអ៊ីអនអញ្ចឹងយើងមានពេទ្យហើយឥឡូវហ្នឹងម៉ោង9ជាងអត់ទាន់បើកផ្សារម៉ោង10មិនបើកតែផ្សារមហូបអាហារដូចបើកមុនគេហ្នឹងហើយផ្សារមហូបអាហារបើកម៉ោង8ហ្នឹងណា8 9ហើយអ្នកមហូបអាហារនិយាយបើកហើយតែចង់និយាយប្រាប់បងប្អូនអញ្ចឹងណានៅផ្សារទំនើបនេះគេហៅផ្សារហ្នឹងធំជាងគេនៅប្រទេសដណាម៉ាកផ្សារក្បែរផ្ទះខ្ញុំហ្នឹងធំមែន160ប្រមាណហាងហើយឥឡូវខ្ញុំត្រូវដើរឡើងទៅលើបើកតែហាងនំប៉័ងពេលព្រឹកហាងដុតនំប៉័ងហាងអីចឹងបងប្អូននេះហាងលក់ชีសនិយាយតាមហាងហូបអាហារអីគេបើកហាងដូចហាងលក់អាវរេស្តូរ៉ង់អីមិនទាន់បើកទេតែនេះដូចហៅហាងធ្វើលក់អីលក់នំប៉័ងលក់សាច់លក់អីចូលទិញសាច់ទិញអីសាច់ក្រកសាច់អីចឹងណាបងប្អូនហ្នឹងគេបើកនេះហាងត្រីហើយសត្វត្រីមកហាងសត្វត្រីហ្នឹងហើយហាងផ្សេងនេះរេស្តូរ៉ង់អត់បើកទេរេស្តូរ៉ង់នេះអត់បើកទេណាហ្នឹងហើយហាងផ្សេងអញ្ចឹងគេអត់បើកទេឥឡូវខ្ញុំត្រូវទៅពេទ្យឡើងទៅលើបងប្អូនសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំទៅពេទ្យបងប្អូនទៅពេទ្យឃើញមេឃល្អខ្ញុំជិះផ្លូវកាត់ពីផ្ទះខ្ញុំទៅពេទ្យធម្មតាយើងបើកឡានផ្លូវថ្នល់យើងធម្មតាហ្នឹងណាតែមេឃល្អហ្នឹងចង់និយាយថាក្តៅបាន25 17ដល់25ថ្ងៃនេះហើយចឹងទៅយើងត្រូវតែជិះកង់ក្នុងស្រុកគេដល់ពេលណាមេឃក្តៅយើងត្រូវតែរីករាយនៅមេឃក្តៅហ្នឹងព្រោះអីវាមិនអាចក្តៅអញ្ចឹងរហូតទេអញ្ចឹងណាបងប្អូនហើយនេះផ្លូវកាត់ស្រុកគេបងប្អូននិយាយទៅនៅកន្លែងណាហើយគេមានកូនបឹងទូចមួយនោះបឹងនេះដុះស្រផ្កាទៀតហ្នឹងហើយផ្លូវកាត់ហ្នឹងហើយអញ្ចឹងផ្លូវកាត់មិនក៏គេមានផ្លូវមានខ្នល់ឲ្យយើងដែរនេះបងប្អូនព្រៃហើយមានខ្លាចទេបើយើងស្រុកយើងខ្លាចអីអញ្ចឹងណានេះអត់ទេសុខភាពបងប្អូនសុខភាពខ្ញុំចង់និយាយតែនៅតែប្រទេសដាណាម៉ាកឯណាបងប្អូនណាប្រទេសណាផ្សេងខ្ញុំមិនដឹងទេប៉ុន្តែបើនៅប្រទេសដាណាម៉ាកគឺដើរលេងទៅណាមកណាក៏ដោយម្នាក់ឯងគឺអត់មានបារម្ភគិតខ្លាចទេវាជួនកាលវាមានម្ដងម្កាលប៉ុន្តែភាគតិចណាភាគតិចមែនតើហើយភាគតិចហ្នឹងផ្សាយព័ត៌មាន10ឆ្នាំឯងមិនទាន់ភ្លេចផងអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែចង់ចែកម្លែកថាផ្លូវកាត់គេនេះឥឡូវយើងចេញមកផ្លូវខ្នល់ហ្នឹងមិនមែនផ្លូវខ្នល់ធំទេថាផ្លូវខ្នល់មកដុំផ្ទះវិឡាអញ្ចឹងបងប្អូនហើយផ្លូវកាត់គេហ្នឹងនៅស្រុកណាភូមិណាក៏មានដែរបងប្អូនក៏មានផ្លូវកាត់បន្តិចអញ្ចឹងមានបឹងមានអីមានដើមឈើមានព្រៃក៏ឲ្យយើងអង្គុយលេងនិយាយទៅយើងមើលពាក្យខ្មែរយើងគេហៅសួននៅក្នុងភូមិឬក៏ព្រៃបឹងនៅក្នុងភូមិនៅក្នុងភូមិហ្នឹងមានបឹងមានដើមឈើមានអីអញ្ចឹងណាអាហ្នឹងយើងបកប្រែមកហ្នឹងអញ្ចឹងឯងនេះមកដល់ផ្ទះវិឡាផ្លូវស្ងាត់មិនដូចផ្លូវផ្ទះខ្ញុំទេផ្ទះខ្ញុំផ្លូវអ៊ូអបងប្អូនបើបតិនជនទៀតដល់ម៉ាក់ហ្មងគេអត់ទិញនៅទេពីព្រោះអីគេចូលចិត្តស្ងៀមស្ងាត់ណាស់ស្រុកគេបងប្អូនមើលមានមនុស្សទេមានមនុស្សអង្គុយក្រៅផ្ទះមានមនុស្សដើរអត់ទេស្ងៀមស្ងាត់ទោះបីគេអង្គុយនៅសួនគេក៏គេស្ងាត់ស្ងៀមដែរគេអានសភៅគេធ្វើអីចឹងទៅណាគេមិននិយាយលេអាឡូអាឡាដូចយើងជួយចិត្តអ៊ូអយើងជួយចិត្តស្រែកសួរគ្នាទៅណាមកណីអីចឹងណាគេអត់ទេបងប្អូនស្ងាត់ស្ងៀមហើយត្រឡប់មកវិញខ្ញុំចង់និយាយថាផ្ទះខ្ញុំអ៊ូអហ្នឹងគេចង់ទិញឯងហើយហេតុអីបានខ្ញុំចង់ទិញព្រោះខ្ញុំមកពីស្រុកខ្មែរខ្ញុំត្រូវការអ៊ូអខ្ញុំមិនត្រូវការស្ងៀមស្ងាត់ចេះទេលោកអើយខ្ញុំនឹកបងប្អូនខ្ញុំស្គួតនិយាយចឹងបងប្អូនខ្ញុំនឹកមែនណាមកស្រុកគេដំបងចង់ទៅស្រុកគេវិញស្រុកទៅចង់ទៅស្រុកខ្មែរវិញចំនួន30ឆ្នាំជាងមុនណាបងប្អូនតែម៉ែខ្ញុំគាត់មកឲ្យទៅវិញគាត់ថាទៅនៅស្រុកខ្មែរទៅអីចឹងណាហើយបងប្អូនទាំងអស់គេចង់ឲ្យខ្ញុំមកនៅស្រុកក្រៅព្រោះយើងពូជពងវងតកោយើងអត់មានណាមានបងប្អូននៅស្រុកក្រៅទេយើងទៅនៅស្រុកក្រៅទៅក៏លោកចំនួនអពតម្ដងទៀតទៅនៅរស់ខ្ញុំចឹងណាបងប្អូនចំនួន30ឆ្នាំជាងមុនហ្នឹងគឺគិតអញ្ចឹងឯងហ្នឹងហើយនេះយើងត្រឡប់មកវិញនេះផ្លូវកង់មានទៅមានមកហើយនោះក៏ចតឡាននិយាយទៅស្រុកនេះផ្លូវកលិចកលងកលិចកលុកមិនក៏ស្អាតចឹងដែរបងប្អូន
គេមានអ្នកថែស្មៅអ្នកថែសួននៅក្នុងម្ដុំនឹងរបស់គេចឹងហ្មងថែមិនស្អាតគេទៅកំហុសទៅលើអ្នកដែលទទួលការងារហ្នឹងចឹងបងប្អូនហើយឥឡូវយើងចេញម្ដុំនេះកន្លែងកំពុងសាងសង់ផ្ទះទៀតបងប្អូនចង់និយាយប្រាប់ទៀតអ្នកផ្ទះស្រុកគេសាងសង់មិនចាស់ចឹងបើមើលទៅដូចចាស់ជីកង់កើតអត់ហ្នឹងកើតទេហ្នឹងហើយថ្មីណាបើណាសង់ទៅសង់ហើយដូចអាផ្ទះដែលសង់ហើយ50ឆ្នាំមុនចឹងសបល់គឺគេអត់ចូលចិត្តឆាតឆាយបើផ្ទះយើងសង់ហើយហ្នឹងអូលាបថ្នាំស្អាតចាស់ស្អាតដល់មួយឆ្នាំហ្នឹងទឹកភ្លៀងមកហូរកាត់គឺខិចកដែរតែស្រុកគេឃើញសបល់អញ្ចឹងណា10ឆ្នាំទៀតក៏នៅតែប៉ុណ្ណឹងហើយបើថារៀងខូចខាតអីតិចតួចគឺគេកែលម្អហ្មងគេអត់ទុកឲ្យកខិចទុកចោលទេបងប្អូនអញ្ចឹងហើយបានគេផ្ទះស្រុកគេឃើញតែនៅតែភ្លឹងស្អាតគេមានកំណត់ឆ្នាំរបស់គេថាបើដូចផ្ទះខ្ញុំវិញ10ឆ្នាំដឹងតែលាបថ្នាំជាងម្ដងហើយអញ្ចឹងឆ្នាំគេបាន10ឆ្នាំអញ្ចឹង10ឆ្នាំយើងត្រូវតែលាបអញ្ចឹងទៅអញ្ចឹងគេហៅថាសុខភាពវានៅតែដដែលអត់សូវខុសពីការទៅធ្វើហើយនឹងចាស់អញ្ចឹងបងប្អូនហ្នឹងហើយប៉ុណ្ណឹងសិនចាស់បងប្អូនចាំទៅដល់ពេទ្យខ្ញុំប្រាប់ខ្ញុំផ្ញើវីដេអូបន្តទៀតនេះជាន់ទី1ជាន់លើដំបូលជាន់ទី1តែនៅក្រុមនោះទៅកក់ក្នុងកន់ក៏មកហើយដល់ពេលដល់ម៉ោងកំណត់កន្លះម៉ោង1ម៉ោងម្ដងគេបាញ់ឡើងលើអញ្ចឹងខ្ញុំឃើញនៅស្រុកខ្មែរដែរបងប្អូនចិត្តផ្ទះខ្ញុំគេហៅ Big Mall អាស័យកែវមានបាញ់ទឹកស្អាតហើយចតដបោចតឡានថ្ងៃនេះខ្ញុំជិះកង់បងប្អូនឥឡូវខ្ញុំត្រូវឡើងទៅមួយជាន់ទៀតយើងមានដែរតែឡើងជើងបងប្អូននៅចិត្តហាត់ប្រាណថ្ងៃនេះអត់បានទៅហាត់ប្រាណទេមកពេទ្យអញ្ចឹងយើងជិះកង់យើងដើរអញ្ចឹងទៅឲ្យយើងខ្យល់ដបោគេជិះចិត្តថ្ងៃគេធ្វើមិនក៏មានថ្ងៃចូលដែរចន្លោះកដាលអីចឹងទៅចុះទៅក្រោមកន់នៅក្រោមដីពីរជាន់នេះទៅពេទ្យយើងណាបងប្អូនចុះពេទ្យខ្ញុំម៉ោង9 10ពេទ្យខ្ញុំយើងមើលទៅក្រោមល្អមើលដែរតានេះដូចតាផ្សារទំនើបយើងស្រុកយើងចឹងឥឡូវមានជាន់លើជាន់ក្រោមចឹងហើយខាងលើបំផុតមានមន្ទីរពេទ្យមានមន្ទីរពេទ្យអានេះគេហៅពេទ្យប្រចាំខ្លួនអញ្ចឹងមិនស្រួលស្រុកខ្មែរយើងអត់មានស្រុកខ្មែរគេហៅ clinic ហ្នឹងទៅហ្នឹងហើយតែនេះមិន clinic គេហៅលេហ៊ូស៊ីហៅផ្ទះពេទ្យតែពេទ្យហ្នឹងបានន័យថាយើងឈឺក្បាលបងមុតចុកពោះយើងកំងម៉ោងពិនិត្យសុខភាពអីចឹងណាយើងមកហ្នឹងសិនហើយដល់ពេលគេពិនិត្យឃើញថាជំងឺយើងជំងឺអីចឹងដូចខ្ញុំវះដៃនេះចឹងនេះខ្ញុំមកហ្នឹងបំណងត្រូវវះដៃមួយចំហៀងទៀតព្រោះអីឆ្នាំមុនខ្ញុំវះដៃហ្នឹងចង់និយាយត្រឡប់មកវិញមកពេទ្យហ្នឹងសិនគេពិនិត្យហើយគេបញ្ជូនយើងទៅមន្ទីរពេទ្យមួយទៀតទៅពិនិត្យមើលអាដៃយើងតើយើងឈឺស្អីចឹងណាហើយគេពិនិត្យអាកន្លែងហ្នឹងមួយទៀតចឹងទៅបានសារទំនើបនៅក្បែរផ្ទះខ្ញុំនេះទឹកបាញ់ហ្នឹងដល់ពេលកន្លះម៉ោងបាញ់ម្ដង1ម៉ោងបាញ់ដូចថាគត់30នាទីម៉ោងគត់ចឹងវាបាញ់ឡើងវាអញឡើងគូដល់លើណាហើយ4ជាន់ហ្នឹងដូចនៅស្រុកខ្មែរយើងមានណានៅផ្ទះខ្ញុំនិយាយទៅចិត្តផ្ទះខ្ញុំគេហៅ Big Tree ហ្នឹងអត់សូវល្បីទេប៉ុន្តែមានស្អាតនៅស័យកែវបងប្អូនស្គាល់ទេចាប់អារម្មណ៍មានទឹកបាញ់អញ្ចឹងនៅខាងក្រៅហើយនេះនៅប្រទេសបាណាម៉ាហើយអេតឡាស់ហ្នឹងហងកុនជាន់ក្រោមហ្នឹងហងកុនបងប្អូនក្រោមដីពីរជាន់ហ្នឹងហងកុនហើយពីរជាន់ផ្សារជាន់ពីលើបំផុតនេះហាត់ប្រាណហើយនឹងមន្ទីរពេទ្យមិនមន្ទីរពេទ្យទេអានេះគេហៅ clinic ចឹងណាសម្រាប់មកពិនិត្យសុខភាពបេតិកតិចតួចបើឈឺធ្ងន់ធ្ងរអីខ្ញុំជូនទៅមន្ទីរពេទ្យចឹងណាព្រោះនៅស្រុកនេះអត់អាចថាទៅដល់ផ្លែទៅដល់មន្ទីរពេទ្យខ្លួននេះអត់ទេយើងទៅមកពេទ្យធម្មតា clinic ធម្មតាសុខភាពយើងហើយបានគេបញ្ជូនទៅកន្លែងណាដែលថាជំងឺយើងមានគេពិនិត្យមើលថាយើងឈឺដៃទៅកន្លែងដៃចឹងទៅអីចឹងណាបងប្អូនច្បាប់របស់គេច្បាស់លាស់ហ្នឹងមិនចេះទៅសុំទៅមន្ទីរពេទ្យ hospital ធម្មតាទេក៏អញ្ចឹងថ្ងៃនេះវាអូខេបងប្អូននៅស្រុកបងប្អូនមិនដែរនេះខ្ញុំនិយាយតែច្បាប់នៅប្រទេសបាណាម៉ាបងប្អូន